ខ្ញុំគ្រាន់តែឃើញផ្កាកង្កោកក៏នឹកដល់អតីតកាលបាទពេលឃើញផ្កាកង្កោកនឹកដល់កាលពេលដែលនៅកុមារភាពគឺយើងយកផ្កាកង្កោកបែបនេះធ្វើបែបនេះហើយទៅជាមេអំបៅបែបនេះតែម្ដងបាទតាមពិតថ្ងៃនេះអត់មានពាក់ព័ន្ធអីជាមួយនឹងផ្កាកង្កោកទេតែពិតចេញទៅលេងនៅតាមវាលប៉ុន្តែពេលដែលជិះតាមផ្លូវទៅឃើញផ្កាកង្កោកស្អាតពេកទប់អារម្មណ៍មិនបានក៏នឹកឃើញទៅដល់អតីតកាលមួយជាមួយនឹងផ្កាកង្កោកនេះផ្កាកង្កោកដែលនៅក្នុងប្រទេសកម្ពុជារបស់យើងកំឡុងពេលនេះគឺមានការរីកហើយមានពណ៌ផ្សេងពីគ្នាហើយស្អាតរៀងខ្លួនបាទមានពណ៌ highlight ស្អាតចម្រុះពណ៌បាទហើយពណ៌ហ្នឹងក៏ផ្សេងពីគ្នាទៀតដែលធ្វើឲ្យយើងអាចយកមកកែច្នៃជារបស់ផ្សេងបានបើយើងមើលទៅលើផ្កាកង្កោកយើងនឹងឃើញមានស្រទាប់ផ្កាត្របកផ្កាហើយនិង stigma អញ្ចឹង3នេះគឺពិសេសនៅក្នុងការដែលយើងយកមកច្នៃធ្វើជាមេអំបៅលេងទាំងអស់គ្នាបាទពេលឃើញកន្លែងនេះចឹងនឹកដល់អតីតកាលដើរខ្វៀលគោបាទនៅពេលដែលដើរខ្វៀលគោនៅតាមវាលយើងចាប់ត្រីចាប់ខ្យងបាទចាប់កណ្ដុរយកមកអាំងហូបហើយហូបបាយជាមួយគ្នាបាទប្រឡាក់អំបិលប្រទេសបាទឆ្ងាញ់ពិសេសតែម្ដងអ្នកដែលអត់ធ្លាប់ជួបអតីតកាលបែបនេះប្រកាសជារៀងសោកស្ដាយបន្តិចបាទនេះឥឡូវយើងមកមើលផ្កាទាំងអស់គ្នាយើងជ្រើសរើសផ្កាហើយយើងយកទៅធ្វើជាមេអំបៅបែបនេះជាកំឡុងបាទងាយវាជារបស់លេងដែលមាននៅក្នុងអតីតកាលហើយវាជាការរំលឹកទៅដល់ការចងចាំដ៏ពិសេសដោយដំបូងយើងចាប់ផ្ដើមជ្រើសរើសស្រទាប់ផ្កាដែលស្អាតមួយណាដែលយើងពេញចិត្តយើងជ្រើសរើសវាមកមិនជឿទេនៅពេលដែលបានស្រទាប់ផ្កាយើងក្តិចផ្កានឹងបន្តិចប្រើកញ្ចក់ក៏បានប្រើកន្ត្រៃកាត់ក៏បានដែរតែដោយសារតែទៅវាជាស្ដែងអញ្ចឹងអត់មានកន្ត្រៃទេបាទមានកាត់នឹងកញ្ចក់អ្នកគេថាជួញចិត្តស្រួលចិត្តជាជាងជួញឆ្ងាយបន្ទាប់មកយើងចាប់ដើមជ្រើសរើសត្របកផ្កាមកយើងមើលត្របកស្រុកចិត្តគ្នាកុំឲ្យយកត្របកដែលខ្ចីពេកឬក៏ត្របកដែលទុំជ្រុលធ្វើពិបាកធ្វើហើយក្រោយមកយើងទៅយកstigma បដូលខាងក្នុងនៃផ្កាហ្នឹងជ្រើសរើសមកដើម្បីធ្វើជាផ្នែកខាងលើអាចថាអង្គតែរបស់មេអំបៅមកយើងយកមកល្មមហើយយើងកាត់ចេញពេលដែលយើងបានត្របកផ្កាមកយើងត្រូវបកស្រទាប់ដែលនៅនឹងត្របកនឹងចេញឲ្យស្អាតសម្អាតវាឲ្យស្អាតបកនៅលើសម្បកផ្កាឬក៏ស្រទាប់ផ្កានេះគឺអត់មានប៉ះពាល់ដល់ដៃយើងទេដោយសារវាអត់មានជាតិជ័រដែលធ្វើឲ្យកាត់អញ្ចឹងយើងអាចធ្វើបានដោយសេរីហើយបកសុំបកឲ្យស្អាតព្រោះបើយើងបកអត់ស្អាតទេវាអត់សូវជាប់គ្នាទេវាអត់មានជ័រប៉ុន្តែដោយសារធម្មជាតិវាមានជាតិទឹកជាសាច់នៅក្នុងស្រទាប់ត្របករបស់ផ្កាហ្នឹងអញ្ចឹងយើងអាចយកមកបានហើយពេលដែលមកយកមករៀបបែបនេះមកដាក់ខាងណាលើក៏បានដែរបាទហើយស្រឡាញ់មេអំបៅនឹងស្លាបពួកអីអាចត្រឡប់ចុះក្រោមក៏បានឬក៏ដាក់បែបនេះក៏បានអញ្ចឹងរៀបវាឲ្យស្មើស្អាតហើយទុកចន្លោះវាផងបន្ទាប់មកយើងទៅយកបាទត្របកមួយទៀតហ្នឹងមកដាក់ពីលើបាទហើយសកត់វាថ្នមមកកុំខ្លាំងពេកយ៉ាត់បែកបាទបើយើងសកត់វាខ្លាំងពេកគឺបែកត្របកផ្កាដែលយើងយកមកធ្វើហ្នឹងហើយកុំទាន់ចាប់បាច់ដល់ចុងយើងទុកវាដើម្បីញាត់បាទនេះសៀតអង្តែនរបស់មេអំបៅចូលទៅបាទដែល stigma ដែលមានមិញបាទយកមកហើយមើលផងបើសិនជាអាកញ្ចុំខាងចុងរបស់វានឹងដាច់អាចបដូរថ្មីបានព្រោះ
បើសិនជាយើងប្រើដាច់គឺអត់សូវស្អាតណែបានមេអំបៅលេងបាទគេឃើញទេណែនេះគឺជាមេអំបៅបាទដែលយើងអាចច្នៃបានចេញពីផ្កាកង្កោបគួរសមហើយអាចលេងបានរយៈពេលយូរគួរសមនេះខាងនេះក៏មានមួយពណ៌ដែរតែដោយសារយើងបែកអង្តែនវាមកទិសដៅផ្សេងអញ្ចឹងធ្វើឲ្យមើលអត់សូវស្អាតទេបាទនេះយើងបាន1បាន2បាទមានផ្សេងទៀតដែលយើងអាចច្នៃបានអញ្ចឹងការជ្រើសរើសបន្ទាប់ផ្កាយកមកប្រើនេះក៏វាចាំបាច់ដែរដែលធ្វើឲ្យមេអំបៅរបស់យើងគឺមានពណ៌ផ្សេងពីគ្នាបាទស្អាតឥឡូវយើងបានហើយបាទបាន1បាទនេះមួយទៀតបាន2បាន3ហើយមួយទៀតក៏បាន4បាទអញ្ចឹងអង្គុយមួយផ្លេតហ្នឹងគឺបាន4មេអំបៅអញ្ចឹងបាទអញ្ចឹងទាំងអស់គ្នាអាចមើលវីដេអូនេះហើយអាចសាកល្បងធ្វើបានបាទហើយអ្នកដែលធ្វើបានសាកល្បងផ្ញើរូបហើយនឹងខមមិននៅខាងក្រោមណាអរគុណបាទកុំភ្លេចបាទចេញទៅខាងក្រៅហើយរកផ្កាកង្កោបបាទមកលេងជាមួយគ្នាអរគុណបាយបាយ